នេះគឺជារបៀបដាក់សញ្ញាគុណហើយនិងសញ្ញាចែកនៅក្នុងកម្មវិធី Microsoft Word អញ្ចឹងបើចង់ដឹងចូលមកទស្សនាវីដេអូនេះទាំងអស់គ្នាបាទអញ្ចឹងជាដំបូងយើងត្រូវធ្វើការវេលេខមកថាខ្ញុំ35វា space 1បាទអញ្ចឹងដើម្បីបានសញ្ញាគុណលេខកូដរបស់វាគឺ00 D7 ហើយយើងចុច Alt ជាមួយនឹងអក្សរ X អញ្ចឹងនឹងចេញលេខគុណឲ្យយើងសញ្ញាគុណថាគុណនឹង7បាទចែកអញ្ចឹងចែកលេខកូដរបស់វាគឺ00 F 7 L អក្សរ X អញ្ចឹងมันចេញសញ្ញាចែកឲ្យយើងអញ្ចឹងសញ្ញាស្មើគឺចុច key ស្មើរបស់យើងមកគាត់ថា35គុណនឹង7ចែកនឹងគួនហ្នឹងទៅហើយស្មើធម្មតាមកតើយើងស្មើនឹងប៉ុន្មានបាទអានេះគឺជាវិធីដែលយើងដាក់សញ្ញាគុណហើយនឹងសញ្ញាចែកក្នុងកម្មវិធី Microsoft Word សូមអរគុណសម្រាប់បងប្អូនដែលចង់ចេះកុំព្យូទ័រកម្រិតដំបូងសៀវភៅនេះគឺស័ក្តិសមបំផុតសម្រាប់បងប្អូនទាំងអស់គ្នាចាប់អារម្មណ៍គ្មិនពាក្យតែចង់រៀនឬឆាតចូល page